បាទសួស្តីអ្នកទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតជាមួយនឹងរឿង Hanley រដូវកាលទី1ភាគទី8ទាំងអស់គ្នាចាប់ផ្ដើមនៅសាច់រឿងរំលឹកពីភាគទី7បន្តិច Hanley បានជួបជាមួយនឹងគ្រួសាររបស់គ្រូពេទ្យម៉ូនៅក្នុងទីក្រុងជេយ័នថែមទាំងជួយដោះស្រាយនៅបញ្ហារបស់ពួកគេផងដែរថែមទាំងជួយសង្គ្រោះម៉ូឆេហ៊ុនដែលជាកូនស្រីរបស់គ្រូពេទ្យម៉ូចេញពីកណ្ដាប់ដៃរបស់ពពុះព្រានារីនៅក្នុងទីក្រុងឡានគ្រូពេទ្យម៉ូក៏ដោយសារតែការស្វែងរកនូវភាពជាអមតៈគាត់ក៏បានបោះបង់នៅគ្រួសារខ្ញុំមានអារម្មណ៍ថាសង្វេគជាខ្លាំងចំពោះលោកស្រីម៉ូដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តចាក់ចេញពីឈីហ៊ុនហើយទុកឲ្យគេនៅការពារនៅក្នុងគ្រួសារម៉ូបន្ទាប់មកខ្ញុំក៏បានលាទៅកាន់ម៉ូឆៃហ៊ុនហើយនាងក៏បានប្រាប់នៅព័ត៌មានអ្វីដែលនាងបានដឹងសម្រាប់អង្គប្រជុំរបស់អ្នកវឹកហាត់អមតៈនៅក្នុងជ្រលងភូមិភាគខាងត្បូងនៅតាមផ្លូវខ្ញុំក៏បានជួបជាមួយនឹងលបងសែវសានហើយក៏បានធ្វើដំណើររួមជាមួយតតភាពនាស្រុកកំណើតលេចឡើងនៅខាងមុខរបស់ Hanley អាពាហ៍ពិពាហ៍មួយកំពុងតែប្រារព្ធពិធីអ្នកភូមិសបាយអើងកងអ្នកភូមិនិយាយថាគ្រួសារមួយនេះមានកូនប្រុសដែលបានចូលវឹកហាត់នៅក្នុងបអាត់កំបាំងទាំង7ហើយគេតែងតែផ្ញើប្រាក់មកកាន់គ្រួសារជារៀងរាល់ខែ Hanley ឈរសម្លឹងមើលពីចម្ងាយកូនស្រីគ្របនៅស្បៃពណ៌ក្រហមដើរចូលទៅក្នុងក្រែស្នែងឪពុកម្ដាយរំភើបដល់ទៅស្រក់ទឹកភ្នែកសេសានសួរទៅកាន់ Hanley តើលបងស្គាល់គ្រួសារនឹងមែនអត់មិនមិនទៅហូបស្រាមង្គលរបស់ពួកគេ Hanley សើចបន្តិចដើរចូលទៅខាងក្នុងផ្ទះ Hanley ដោះមួកចេញឮសំឡេងក្មេងស្រីម្នាក់ហៅថាលបងលី Hanley តូចនិងប្អូនស្រីកំពុងតែលេងដេញចាប់អតីតកាលសប្បាយរីករាយលេចឡើងនៅខាងមុខរបស់ Hanley នាពេលបច្ចុប្បន្នកូនតូចប្រុសស្រី2នាក់រត់សប្បាយនៅក្នុងផ្ទះរហូតដល់ឪពុកម្ដាយរបស់ Hanley ហៅទៅហូបបាយមួយគ្រួសារគ្នា4នាក់រស់នៅយ៉ាងមានភាពកក់ក្ដៅគ្រួសារទាំងមូលហូបបាយជុំគ្នាដោយមិនមានទុក្ខកង្វល់ការសប្បាយរបស់មនុស្ស10ឆ្នាំមានប៉ុន្មានដងអតីតកាលលុបបំបាត់បន្តិចម្ដងមិនសល់តែអនុស្សាវរីយ៍ដ៏ល្អជាមួយនឹងគ្នា Hanley ហៅពុកម៉ែប្អូនស្រីខ្ញុំមកផ្ទះវិញហើយប៉ុន្មានឆ្នាំនេះក្រោយពីឃើញអ្នកទាំងអស់គ្នារស់នៅបានសុខខ្ញុំក៏មានអារម្មណ៍ថាធូរស្រាលផងដែរក៏ប៉ុន្តែបើទោះបីខ្ញុំបង្ហាញខ្លួននៅចំពោះមុខរបស់អ្នកទាំងអស់គ្នាឥឡូវហ្នឹងក៏ដោយខ្ញុំក៏មិនអាចត្រឡប់ទៅជា Hanley កាលពីមុនទៀតដែរថ្នាំគ្រាប់ទាំងអស់នេះអាចធ្វើឲ្យអ្នកទាំងអស់គ្នាមានអាយុវែងហើយប្រាក់ដែលខ្ញុំបានសន្សំទាំងអស់នេះខ្ញុំទុកឲ្យអ្នកទាំងអស់គ្នាដើម្បីដោះស្រាយនៅជីវិតនៅថ្ងៃក្រោយនៅពេលដែលខ្ញុំមិននៅប្អូនស្រីក្រោយឃើញប្អូនបានរៀបការមានគ្រួសារនៅថ្ងៃនេះបំណងប្រាថ្នារបស់បងប្រុសម្នាក់នេះបានคล้ายជាការពិតខ្សែដៃក្រហមដែលប្អូនបានប៉ាក់ដោយផ្ទាល់ដៃក៏បាននៅជាមួយបងជាច្រើនឆ្នាំមកហើយវាក៏បានជួយថែរក្សាបងជាច្រើនដងពីគ្រោះថ្នាក់និងការស្លាប់ពេលនេះបងឲ្យវាទៅកាន់ប្អូនវិញសង្ឃឹមថាវាជាយ័ន្តការពារប្អូនដូចគ្នាបងសុំទោសដែលបានចាក់ចេញដោយមិនបានប្រាប់ភ្នំខ្ពស់ហើយផ្លូវក៏ឆ្ងាយជីវិតនេះនឹងមិនអាចមានពាក្យថាលាទៀតឡើយថែរក្សាខ្លួន Hanley ទៅហើយក្រោយចាក់ចេញសេសានសួរទៅកាន់ Hanley តើលបងបានលាទៅកាន់អ្នកផ្ទះហើយឬនៅ Hanley ប្រញាប់អរគុណទៅកាន់សេសានសម្រាប់ការរងចាំ Hanley និងសេសានបន្តធ្វើដំណើរឆ្លងកាត់ព្រៃឆ្លងកាត់ភ្នំសេសានប្រាប់ទៅកាន់ Hanley ថានៅក្នុងជ្រលងភ្នំភូមិភាគខាងត្បូងមួយនេះមានការទិញលក់មួយដែលពួកគេរៀបចំសម្រាប់អង្គប្រជុំរបស់អ្នកវឹកហាត់អមតៈដូច្នេះអ្នកវឹកហាត់ដែលគ្មានបកគ្មានក្រុមឬក៏គ្រួសារដែលនៅពីក្រោយអាចចូលរួមជាមួយនឹងបកដែលពួកគេចូលចិត្តដូច្នេះមនុស្សគ្រប់គ្នាប្រមូលផ្ដុំនៅទីនោះដើម្បីចូលរួមកិច្ចប្រជុំភូមិភាគខាងត្បូង Hanley សួរថាស្អីគេទៅអ្នកវឹកហាត់បនេចរសេសានប្រាប់ថាសម្រាប់អ្នកវឹកហាត់ដូចជាលបងហើយនឹងខ្ញុំនៅក្នុងនគរសៀមានបកចំនួន7សម្រាប់អ្នកវឹកហាត់អមតៈពួកគេមានឈ្មោះមានបកត្រឹមត្រូវដូចជាបកព្រះច័ន្ទបិទមុខជ្រលងមេផលលឿងភ្នំបិសាចវិញ្ញាណបកច្រកទ្វារនិមិត្តបកដាវបំបែកភ្នំបន្ទាយធានឈានិងបកដាវយៈជាការប៉ុណ្ណាក៏មានគ្រួសារវឹកហាត់អមតៈជាច្រើនទៀតផងដែរឧទាហរណ៍ដូចជាគ្រួសារយានហើយអ្នកដែលមិនបានចូលរួមនៅក្នុងបកឬក៏គ្រួសារវឹកហាត់អមតៈទាំងនោះហៅថាអ្នកវឹកហាត់បនេចរលបងហានមើលទៅនោះគឺជាជ្រលងភ្នំភូមិភាគខាងត្បូងជ្រលងភ្នំនោះមានរាង4ជ្រុងតូចមួយរក្សាវាដោយពពកគ្រុន10ពីលើនិងអាប់ពេញមួយឆ្នាំវារារាំងការជ្រៀតជ្រែករបស់មនុស្សដែលមកពីខាងក្រៅតាមធម្មជាតិមនុស្សធម្មតាមិនអាចមើលឃើញអ្នកវឹកហាត់អមតៈទេក៏ប៉ុន្តែពួកយើងខុសគ្នាតាមខ្ញុំមកក្រោយដើរអស់មួយរយៈ Hanley វង្វេងសេសាន Hanley ស្រែកហៅទៅកាន់លបងសេសានក្រោយមកផុតថលមួយបើកឡើងសេសានទះខ្នងពីក្រោយហៅលបងលីនៅខាងនេះស្របពេលដែលអ្នកលក់នៅខាងក្នុងមានអ្នកលក់កកអ្នកខ្លះលក់ល្ពៅអ្នកខ្លះលក់ថ្នាំពូម្នាក់ប្រាប់ថាមើលតិចមើលលីងជឺពីរហ្នឹងគឺជាថ្នាំល្អសេសានប្រាប់ថាតើលបងចាំខ្ញុំនាំ shopping មានអ្នកខ្លះខ្លួនប៉ុនមេដៃលើកដាវពុនយៈអ្នកខ្លះ
ជាប់ដៃអ្នកខ្លះជាប់ក្បាលវិលពីផ្សារហានលីដើរចុះដើរឡើងឃើញប្រាសាទមួយសួរទៅកាន់សែវសានកន្លែងហ្នឹងគឺជាអីគេសែវសានប្រាប់ទៅវិញថាវាជាកន្លែងប្រារព្ធពិធីរបស់អង្គប្រជុំភូមិភាគខាងត្បូងសម្រាប់អ្នកវឹកហាត់អមតៈទាំងអស់គ្នាជួបជុំគ្នាសែវសានបន្តថាវត្ថុទាំងអស់នេះគឺជាវត្ថុធម្មតាលបងអាចផ្លាស់ប្ដូរវាបានដោយប្រើប្រាស់ថ្មវិញ្ញាណឬក៏ថ្នាំគ្រាប់ស្របពេលដែលមានបរិសម្នាក់ដែលបុកទៅកាន់វ៉ានសែវសានមានឈ្មោះថាអ៊ូជីវជឺលួចឆក់យកថង់ប្រាក់របស់សែវសានហានលីឃើញយកទាំងរបស់អ្នកលួចមកសង់សែវសានវិញម្នាក់ស្រីមានឈ្មោះថាហ៊ូភីងគូនិយាយថាអ៊ូជីជឺពិនិត្យមើលថង់ប្រាក់របស់ឯងអ៊ូជីជឺស្ទាបចុះស្ទាបឡើងបាត់ថង់ប្រាក់ហានលីប្រាប់ទៅកាន់សែវសានគាត់មិនដែលគិតថានៅក្នុងពិភពអមតៈមួយនេះក៏មានចោលផងដែរឈិញវិនប្រាប់ថាអ៊ូជីជឺគេលួចគឺគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះគេគ្មានបំណងនោះទេនៅពេលដែលលេងអស់ចិត្តគេនឹងប្រគល់ទៅកាន់ម្ចាស់ដើមវិញអ៊ូជីជឺរត់ទៅឆក់យកថង់ប្រាក់វិញនិយាយថាមើលទៅលបងឯងការវឹកហាត់ដូចជាមិនសូវខ្ពស់នោះទេក៏ប៉ុន្តែមានភាពម៉ត់ចត់គ្រាន់បើហានលីសួរទៅវិញថាពួកលោកទាំង3នាក់ហ្នឹងគឺជាគ្នាមែនអត់អ៊ូជីជឺប្រញាប់រត់ទៅពីក្រោយឈិញវិនជាមេក្រុមប្រាប់ថាលោកអូនកុំខឹងអីខ្ញុំគឺជាចាស់ព្រឹទ្ធាចារ្យមកពីសំណាក់តៅឈ្មោះថាឈិញវិនស្រីស្អាតក្បែរដៃមានឈ្មោះថាហ៊ូភីងគូចូលរួមជាមួយពួកយើងទៅពួកយើងមិនបានបោកប្រាស់លោកប្អូនទេសែសានថាមានន័យថាម៉េចឈិញវិនប្រាប់ថាលោកប្អូនទាំងពីរនាក់ប្រហែលជាអ្នកវឹកហាត់អមតៈពនេចរដែលមកចូលរួមអង្គប្រជុំជ្រលងភ្នំភូមិភាគខាងត្បូងនេះហើយមិនទៅទាំងអស់គ្នាទៅហានលីប្រាប់ថាខ្ញុំជាអ្នកចំណូលថ្មីខ្ញុំចង់ដើរមើលគេបន្តិចសិនចាំយើងជួបគ្នានៅពេលក្រោយហានលីគិតនៅក្នុងចិត្តថាពួកគេមិនដឹងមកពីប្រភពណាទេអញ្ចឹងក៏គាត់មិនគួរទុកចិត្តពួកគេដែរស្របពេលដែលហានលីដើរចុះដើរឡើងទៅដល់តូបលក់សិភៅក្បាច់គុណមួយមើលចុះមើលឡើងប្រទះឃើញសិភៅក្បាច់គុណនីតិខេរដូវអមតៈហានលីសួរទៅកាន់អ្នកលក់ថាសិភៅមួយក្បាលនេះលក់តម្លៃប៉ុន្មានអ្នកលក់ប្រាប់ថាពីថ្មវិញ្ញាណហានលីអេះអុញអ្នកលក់ប្រាប់ថាអត់ថ្មវិញ្ញាណមែនអត់បើអត់ទេអាចឲ្យថ្នាំគ្រាប់ស្ដារមូលដ្ឋានគ្រឹះបានដោយអ្នកទាំងអស់គ្នាបានដឹងបរិសង្ហាហានលីលុយគ្មានទេតែបើថ្នាំមិនឲ្យចាញ់ស៊ីយាននោះឡើយមិនតវ៉ាច្រើនដកមួយដបឲ្យតែម្ដងហានលីគិតនៅក្នុងចិត្តថាសំណាងដែលមុនគាត់ចេញមកគាត់បានស្លថ្នាំຕົកជាច្រើននៅទីនេះថ្នាំអាចជំនួសថ្មវិញ្ញាណបានខ្លះដែរសិភៅនីតិខេរដូវអមតៈរបស់គ្រូពេទ្យម៉ូមានត្រឹមតែពាក់កណ្ដាលតែប៉ុណ្ណោះថ្ងៃនេះបានជួបពាក់កណ្ដាលទៀតសំឡេងមួយនិយាយថាបំណែករបស់អ្នកនាងតូចសោះលក់តែ5ថ្មវិញ្ញាណបានហើយអ្នកលក់ប្រាប់ថាលក់អត់បានទេត្បិតតែវាតូចមែនក៏ប៉ុន្តែវាជាបំណែករបស់វត្ថុទឹកបរិសម្នាក់មានឈ្មោះថាលូយុនហ្វឹងម្នាក់ស្រីមានឈ្មោះថាឈិនឆាវឈៀនលូយុនហ្វឹងកំពុងតែតថ្លៃតចុះតឡើងប្រាប់ថាថ្នាំគ្រាប់របស់គាត់នឹងតែមួយគ្រាប់ក៏អាចបដូរយកបំណែកវត្ថុទឹករបស់នាងបានដែរអ្នកលក់ស្អាតបដិសេធមានឈ្មោះថាហានយុនជឺប្រាប់ថាវាគឺជាបំណែកវត្ថុទឹកហើយលោកចង់បដូរជាមួយនឹងថ្មវិញ្ញាណមួយដុំមិនគិតថាលើសពេកទេដឹងខ្ញុំមិនបដូរទេលូយុនហ្វឹងក្តៅស្លឹកត្រចៀកស្រែកប្រាប់ថានាងដឹងស្អីពូពុកមាត់ប្រាប់ថាអ្នកនាងតើវត្ថុទឹករបស់អ្នកនាងមានអីពិសេសតើអាចបង្ហាញឲ្យពួកយើងបានឃើញដែរឬអត់ហានយុនជឺថាបានតាដកយកសត្វឈីលីងមួយចេញមកចាប់យកបំណែកវត្ថុទឹកឡើងមកគ្របទៅលើសត្វឈីលីងស្រាប់តែសត្វឈីលីងបំបាំងកាយបាត់ហានលីនៅពីចម្ងាយនិយាយថារបស់នេះមានប្រយោជន៍ខ្ញុំត្រូវតែយកវាឲ្យបានពូពុកមាត់ថាលក់វាឲ្យខ្ញុំឲ្យ5គ្រាប់អាអូនមួយថាឲ្យ6គ្រាប់ពូពុកមាត់ឡើងដល់7គ្រាប់អាអូនថា8គ្រាប់លក់វាឲ្យខ្ញុំមកយន់ជឺថាល្អខ្ញុំលក់8ថ្មវិញ្ញាណអាអូនថាសំទោសវាគ្រាន់តែតថ្លៃលេងទេយន់ជឺសួរថាចុះ7ថ្មវិញ្ញាណពូពុកមាត់ថាគាត់គ្រាន់តែតលេងជាមួយអាអូននោះទេលូយុនហ្វឹងសើចឌឺដងប្រាប់ថាថ្មវិញ្ញាណមួយយន់ជឺប្រាប់ថានាងចង់បាន7ថ្មវិញ្ញាណលូយុនហ្វឹងប្រាប់ថាឥឡូវហ្នឹងមានអ្នកដេញថ្លៃទៀតដែរឬអត់ថ្មវិញ្ញាណមួយវាជាដែនកំណត់របស់នាងពូពុកមាត់ថាមិនអីទេលក់ឲ្យគេទៅវាគ្រាន់បាយជាងអត់ដែរអភិជនលីមិនតថ្លៃច្រើនស្រែកថាថ្នាំខួរឆ្អឹងមាស2ដបដើម្បីបដូរយកក្រណាត់វេតាមីនរបស់នាងយន់ជឺត្រូវបានគេលេងសើចច្រើនប្រាប់ថាបោកឬអត់អភិជនលីមិននិយាយច្រើនដកថ្នាំ2ដបដាក់នៅខាងមុខរបស់យន់ជឺយកមកហិតមើលថែមទាំងប្រាប់ថាយល់ព្រមនឹងហុចក្រណាត់វេតាមីនរបស់នាងឲ្យទៅកាន់អភិជនលីលូយុនហ្វឹងស្រែកប្រាប់ថាអាល្អិតចង់ទៅណាអាអូននោះថាតិចទៀតឈាមតោះចេញហាន់លីងាកមកវិញសួរថាតើលោកមានបញ្ហាអ្វីជាមួយនឹងខ្ញុំលូយុនហ្វឹងប្រាប់ថាឯងគឺជាអ្នកបំផ្លាញការដោះដូររបស់ខ្ញុំឯងគិតមើលថាតើវាយ៉ាងម៉េចហាន់លីប្រាប់ទៅវិញថាខ្ញុំបានដោះដូរវាដោយស្មើភាពលូយុនហ្វឹងបរោះមកឌឺប្រាប់ថាខ្ញុំមិនគិតចឹងទេបញ្ចេញយុទ្ធសិលមួយដូចជាកងចាក់ត្រៀមនឹងប្រយុទ្ធឆេឈៀនចេញមកខ្វាត់ប្រាប់ទៅកាន់សិស្សច្បងលូថា
វាគ្រាន់តែជាក្រណាត់វេទមន្តមួយតែប៉ុណ្ណោះពួកយើងមកទីនេះគឺមកដើម្បីចូលរួមសន្និបាតអមតៈអញ្ចឹងកុំធ្វើឲ្យមានបញ្ហាលូយុនហ្វឹងអាមុកឌឺដកនៅយុទ្ធសិលយកទៅទុកវិញប្រាប់ថាស៊ីងយល់ព្រមខ្ញុំស្ដាប់នៅស្រីស្អាតម្នាក់នេះលើកនេះខ្ញុំទុកជីវិតឲ្យឯងលើកក្រោយគ្មានសំណាងនេះទៀតទេហាន់លីគិតនៅក្នុងចិត្តអាណាចក្រអ្នកវឹកហាត់អមតៈមួយនេះក៏មានមនុស្សបែបនេះផងដែរខ្ញុំត្រូវតែមានផែនការច្បាស់លាស់មុននឹងធ្វើសកម្មភាពអ្វីមួយកាត់មកកាន់កន្លែងស្ងាត់ហាន់លីដកដបសម្រិតបៃតងចេញមកក៏ដោយសារតែវាទៅខ្ញុំអាចវិវត្តគ្រឹះរបស់ខ្ញុំបានខ្ញុំត្រូវតែរក្សាទុកវាឲ្យបានល្អហាន់លីហៀបនឹងដើរចេញហានយុនជឿរត់មកប្រាប់ថាឲ្យចាំបន្តិចថែមទាំងអរគុណដែលបានជួយនាងមានរបស់ខ្លះលបងច្បាស់ជាចាប់អារម្មណ៍ជួននេះគេហៅថាជក់មាសចិត្តស្មោះចុងជក់ធ្វើឡើងពីកន្ទុយសัตว์បិសាចកម្រិត2វាសម្រាប់គ្រូសាក់យ័ន្តត្រង់ហ្នឹងគេហៅថាគ្រូសិលដូចជាតំណងជាងតែខ្ញុំក៏មិនដឹងថាអត្ថប្រយោជន៍វាអាចជួយលបងបានដែរឬអត់ហាន់លីសួរថាតម្លៃមិនយន់ជឿថាឆ្នាំ2ដបហាន់លីគិតបន្តិចយន់ជឿដកសិភៅមួយចេញមកប្រាប់ថានាងជូនសិភៅគូយន់មួយទៅកាន់លបងអភិជនលីបើកមើលបន្តិចងក់ក្បាលយល់ព្រមកាន់មកកាន់អ្នកទាំង4អ្នកវិញសេសានថាស្អីគេខ្ញុំខំវឹកហាត់ចង់ងាប់អីនៅតែមិនមានលក្ខណៈគ្រប់គ្រាន់នៅក្នុងការចូលរួមសន្និបាតអ្នកវឹកហាត់អមតៈទៀតភីងគូប្រាប់ថាលោកប្អូនសេសានការវឹកហាត់របស់លោកប្អូនបច្ចុប្បន្នគឺត្រឹមតែការចម្រាញ់ឈីដំណាក់កាលទី7លោកប្អូនប្រហែលជាមិនអាចវឹកហាត់ដល់ដំណាក់កាលទី10ទេដំណាក់កាលទី11ក៏មានអ្នកវឹកហាត់ច្រើនផងដែរអូជឿថាជាការពិតណាស់អាណាចក្ររបស់អ្នកវឹកហាត់អមតៈគឺជាសង្វៀនសម្រាប់អ្នកខ្លាំងស៊ីអ្នកខ្សោយសន្និបាតអមតៈត្រូវបានធ្វើឡើងរៀងរាល់10ឆ្នាំម្ដងខ្ញុំមិនដឹងថាតារាថ្មីប៉ុន្មានអ្នកនឹងអាចរះនៅក្នុងបកធំនិងគ្រួសារធំនោះទេចំណែកឯអ្នកវឹកហាត់ពនេចរដូចជាពួកយើងដែលគ្មានវត្ថុទិព្វជាប់នៅនឹងខ្លួនយើងប្រហែលជាមិនមានសមត្ថភាពនៅក្នុងការប្រកួតជាមួយគេនោះទេសេសានថាក៏ប៉ុន្តែថ្នាំបង្កើនអាណាចក្រក្នុងដៃរបស់បកទាំង7ប្រសិនបើប្រកួតដំណាក់កាលដំបូងរបស់អ្នកវឹកហាត់អមតៈមិនអាចយកឈ្នះបានផងប្រកាសណាស់គ្មានវិធីណាដែលអាចទទួលបានថ្នាំដើម្បីឆ្លងកាត់កម្រិតទី1នោះទេហើយថ្នាំសម្រាប់ឆ្លងកាត់កម្រិតមានតែបកធំទៅពួកគេចេះស្លឈីងវិនថាមានវិធីសាស្ត្រច្រើនទៀតខ្ញុំឮគេថាប្រសិនបើពួកយើងអាចទទួលបានស្លាកបញ្ជាអមតៈនឹងអាចចូលរួមជាមួយនឹងបកអមតៈបានក៏ប៉ុន្តែស្លាកបញ្ជាអមតៈនឹងវាបានបាត់ខ្លួនអស់ជាច្រើនទសវត្សរ៍ទៅហើយហានលីនៅខាងក្រោយដកផ្លាកចេញមកនិយាយថាតើអាចជាវាដែរឬទេសាច់រឿងរបស់យើងក៏បានចប់នៅត្រឹមនឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតមកដល់ចប់យើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា